លុយរបស់អ្នកទាំងអស់គ្នានឹងចាប់ដើមមានចរន្តត្រឡប់មកវិញវានឹងលែងជាប់គាំងដូចមុនទៀតបើមានអារម្មណ៍ថាគាំងលុយមានអារម្មណ៍ថាលក់លែងដាច់គឺមកពី energy នៅក្នុងខ្លួនរបស់យើងគឺវាធ្លាក់ចុះ energy ស្មើនឹង money អញ្ចឹងនៅពេលណាដែល energy យើងល្អលំហូរនៃលុយរបស់យើងក៏ល្អដែរអ្នកទាំងអស់គ្នាអាចធ្វើវិធីសាស្ត្រនេះបានចំណុចទី1ភ្ញាក់ពីគេងបងប្អូនដក3ទៅ5នាទីនៅក្នុងការសមាធិឲ្យខ្លួនឯងមានសតិដឹងជាមួយនឹងការអរគុណនៅអ្វីគ្រប់យ៉ាងដែលយើងកំពុងតែមានអរគុណត្រឹមតែ2ចំណុច3ចំណុចគុណមែនតើដែលខ្ញុំអាចនៅមានដង្ហើមសម្រាប់ថ្ងៃនេះខ្ញុំអរគុណខ្លាំងណាស់ពូកខ្ញុំដែលខ្ញុំគេងនេះធ្វើឲ្យខ្ញុំអត់ឈឺខ្នងខ្ញុំអរគុណមែនតើដែលខ្ញុំមានដំបូលផ្ទះជ្រកនេះគឺជាការបង្វឹកចិត្តជាមួយនឹងការសមាធិឲ្យអ្នកទាំងអស់គ្នាមានសតិដឹងឲ្យអ្នកទាំងអស់គ្នាមកនៅនឹងបច្ចុប្បន្នចំណុចទី2តាក់ទងទៅនឹង body របស់យើងបើសិនជាបងប្អូនជាអ្នកគេហៅថាធ្វើលំហាត់ប្រាណរាល់ព្រឹកអ្នកទាំងអស់គ្នាអាចងើបទៅរត់អាចដើរជុំវិញផ្ទះតែបើសិនជាមិនដឹងថាធ្វើអីទេអ្នកទាំងអស់គ្នាចាក់តន្ត្រីរាំក៏បានដែររាំជាមួយនឹងបទញាក់ញាក់រាំជាមួយនឹងបទដែលអ្នកទាំងអស់គ្នា in មាន flow ឲ្យ physical body របស់យើងនឹងវា active បានន័យថាឲ្យយើងមានកម្លាំងមាន energy ត្រឡប់មកវិញរីឯចំណុចទី3ត្រូវតែឲ្យចំណីអាហារល្អទៅភ្នែកហើយនឹងត្រចៀកជៀសវាងនៅក្នុងការមើលឃើញនៅរឿងដែលសោកសៅដូចជាគ្រោះថ្នាក់ចរាចរណ៍ទៅដើមប្តីគេទៅដើមប្រពន្ធគេវាយគ្នាឆ្លោះគ្នាអញ្ចឹងអ្នកទាំងអស់គ្នាជៀសពីរឿងហ្នឹងយើងត្រូវតែទៅមើលឃើញទៅស្ដាប់ឮនៅរឿងដែលល្អស្ដាប់ podcast ដែលល្អឬក៏ស្ដាប់នៅជីវិតមួយដែលយើងចង់បានដូចជាពេលដែលខ្ញុំជោគជ័យទៅខ្ញុំគួរតែនៅផ្ទះរបៀបម៉េចមានរថយន្តប្រមាណគ្រឿងកូនចៅខ្ញុំរត់លេងបែបម៉េចអ្នកខ្លះគាត់ត្រឹមតែចង់បានផ្ទះចំការមួយដែលមានផាសុកភាពដែលគេហៅថាមានខ្យល់អាកាសបរិសុទ្ធមានដាំដំណាំមានចិញ្ចឹមមាន់ចិញ្ចឹមទាកូនចៅគាត់នៅជុំវិញខ្លួនអញ្ចឹងអាអស់នេះឯងគឺជាចំណីភ្នែកដ៏ល្អដែលឲ្យយើងឃើញវាយើងស្ដាប់ឮរឿងហ្នឹងគិតក្នុងចិត្តថាអូជីវិតខ្ញុំមានក្តីសុខណាស់ខ្ញុំនៅផ្ទះបែបនេះដល់ពេលដែលអ្នកទាំងអស់គ្នាធ្វើនៅរឿងនេះបានត្រឹមតែមួយរយៈលុយរបស់អ្នកទាំងអស់គ្នានឹងចាប់ដើមមានចរន្តត្រឡប់មកវិញ